និយាយអីម៉េចចង់ត្រឡប់ក្រុមហ៊ុនក៏បានពីថ្ងៃនេះខ្ញុំទៅហៅខ្ចៅពិភាក្សាកិច្ចសហការក្រុមហ៊ុនសុំឲ្យអ្នកថែទាំទៅញ៉ាំបាយចុះស៊ីនវុយបងមីងមិនចូលចិត្តខ្ញុំទេតាំងពីបងស្រីត្រឡប់មកមីងតាមថាខ្ញុំធ្វើខុសច្រើនដងហើយខ្ញុំដឹងហើយខ្ញុំនិយាយដូចនេះប្រហែលលើហេតុតែខ្ញុំពិតជាច្រណែននឹងបងស្រីនាងអាចរស់នៅតាមចិត្តក្នុងផ្ទះមិនដូចខ្ញុំទេរាល់ថ្ងៃស្ពូលបើអ្នកមិនស្រួលចិត្តនៅផ្ទះអាចចេញទៅនៅក្រៅបានបងរ៉ាំរីច្រើនពេកនិយាយដូច្នេះគឺចង់ឲ្យបងធូរចិត្តនាងមិនមែនចង់ឲ្យបងដេញនាងចេញទេអ្នកស្ដាប់ខុសខ្ញុំគ្រាន់តែត្រឡប់បន្ទប់សម្រាប់ពួកអ្នកនិយាយលឿនពេកច្បាស់ជាស្ដាប់ខុសអ្នកជនបទពិតជាអ្នកស្រុកស្រែគ្មានការអប់រំសោះស៊ីនវុយមិននិយាយដូច្នេះកុំភ្លេចថាអ្នកក៏ធ្លាប់នៅស្រុកដែរអូយ៉ាយហេមានរឿងអីបងនេះភ្ញាក់រលឹកហើយឬក៏កំពុងព្យាយាមបណ្ដោយចង់ឲ្យនាងត្រឡប់មកវិញក្រោយមកកុំមើលរបស់ច្របូកច្របល់មិនមែនបងទេខ្ញុំស្គាល់អ្នកច្បាស់ហោះហ៊ានប៉ះខ្ញុំដូច្នេះសុំទោសស្តុបធ្លាប់ពេលក្រោយខ្ញុំទិញអំណោយឲ្យអ្នកពាក់អីណាសំបីបងក៏ជួយថែអ្នកយើងនឹងមិនចប់ជាមួយអ្នកទេ